បាទពុកម៉ែបងប្អូនជាទីគោរពនៅពេលដែលពុកម៉ែបងប្អូនឃើញវីដេអូមួយនេះខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនប្រកាសជាមានអារម្មណ៍អាណិតអាសូរទៅដល់អ៊ំស្រីម្នាក់ដែលត្រូវបានក្រុមចៅបាទដែលជិះម៉ូតូមួយបាទមានគ្នា2នាក់ធ្វើការប្លន់ប្លន់ទៅកាន់អ៊ំស្រីនៅក្នុងទីតាំងមួយដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ2ពុកម៉ែបងប្អូននៅជិតវត្តវិហារបាត់មាសស្ថិតនៅក្នុងភូមិព្រែកស្លែងឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលផងដែរយើងមើលតាមរយៈវីដេអូនេះគឺមានអារម្មណ៍អាណិតអាសូរមែនទែននេះហើយគឺជាការខិតខំប្រឹងប្រែងរកស៊ីដើម្បីចិញ្ចឹមគ្រួសារហើយមើលទៅតាមវីដេអូនេះឃើញថាអ្នកមីងគឺជាអ្នកដឹកបន្លែដឹកអីទៅលក់ណាពុកម៉ែបងប្អូនអញ្ចឹងវីដេអូមួយនេះផងដែរក៏ជាសារដាស់តឿនទៅដល់អ៊ំអ្នកមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែរកស៊ីពេលយប់សូមមេត្តាបង្កើននៃការប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែនដោយសារតកតងជាមួយនឹងបញ្ហាចោរកម្មក៏ដូចជាអំពើប្លន់អីនេះគឺយើងអត់ដឹងមុនទេវាអាចធ្វើសកម្មភាពមកលើយើងបានគ្រប់ពេលវេលាហើយយើងឃើញថាតកតងជាមួយនឹងវីដេអូមួយនេះផងដែរអ៊ំស្រីក៏បានជិះចូលផ្ទះប្រជាពលរដ្ឋបាទជិះចូលមកកាន់ផ្ទះបងប្អូនប្រជាពលរដ្ឋយើងស្រែកឲ្យគេជួយដែរប៉ុន្តែនៅវេលានេះគឺជាវេលាលងលក់តែទាំងអស់គ្នាហើយបាទហើយពេលខ្លះម្ចាស់ផ្ទះគាត់អត់លឺអីចឹងទៅបើផ្ទះថ្មគាត់អាចនៅក្នុងអត់លឺអីចឹងទៅហើយអ្នកខ្លះគាត់អាចថាមិនហ៊ានចេញមកជួយអីចឹងណាខ្លាចអីចេះមួយចេះពីរចឹងទៅហើយមួយទៀតឃើញថាអ៊ំស្រីគាត់ឈប់ម៉ូតូហ្នឹងគឺនៅគៀកផ្លូវពេកបើគាត់ជិះចូលឲ្យដល់តែម្ដងប្រហែលជាពួកវាក៏មិនជាហ៊ានដែរហើយបើយើងមើលទៅយើងគិតថាយើងទើសចិត្តយើងឃើញអញ្ចឹងយើងទើសចិត្តប៉ុន្តែស្ថិតនៅក្នុងស្ថានភាពមួយនេះគឺអ្នកមីងកំពុងតែភ័យស្លន់ស្លោពុកម៉ែបងប្អូនកំពុងតែភ័យស្លន់ស្លោអត់ដឹងធ្វើអីរើអីទេគាត់ភ័យគាត់ទេណាពុកម៉ែបងប្អូនខ្ញុំជឿថាគាត់ភ័យមែនតើទី1គិតថាខ្លាចវាមានអាវុធអាចបាញ់ប្រហារឬក៏ធ្វើការសម្លាប់គាត់អីចឹងទៅធ្វើឲ្យគាត់ភ័យខ្លាចខ្លាំងមែនតើមិនដឹងជាធ្វើអីណាមានតែការស្រែកផងមានតែការចាប់ប្រទៀងបតុងជាមួយនឹងវាផងបាទហើយប៉ះសិនបើស្មារតីហ្នឹងគាត់អាចដកសោគប់ចោលចឹងទៅឬក៏ជិះចូលឲ្យដល់កាន់តាគៀកផ្ទះរបស់ប្រជាពលរដ្ឋបន្តិចទៀតទៅបាទតែយើងអាចបន្ទោសបានទេក្នុងកលៈទេសៈនេះទាំងយើងទាំងគេគឺស្លន់ស្លោមែនតើហើយមួយទៀតគាត់ជាស្រីផងណាគាត់គឺជាស្រីអញ្ចឹងមានអីក្រៅពីការអាណិតអាសូរហើយក៏សង្ឃឹមថាខាងបាទគឺខាងសមត្ថកិច្ចនៅខាងព្រែកស្លែងបាទខាងព្រែកស្លែងជាពិសេសនៅខាងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែងក៏ដូចជាខាងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលយើងនេះនឹងធ្វើការស្រាវជ្រាវចាប់នៅជនល្មើសក៏ដូចជាក្រុមចោរ2នាក់នេះឲ្យបានបាទដើម្បីកុំឲ្យមានគឺចោរកម្មនៅក្នុងភូមិឃុំរបស់ខ្លួនទៀតបាទអញ្ចឹងសូមយើងមានតែសង្ឃឹមតែមួយយ៉ាងទេគឺសមត្ថកិច្ចលោកនឹងមានវិធានការដើម្បីទប់ស្កាត់ក៏ដូចជាធ្វើការចាប់នៅជនល្មើសទាំង2នាក់នេះយកមកផ្ដន្ទាទោសឲ្យខានតែបានបាទសូមអរគុណ